អូខេថ្ងៃនេះមានការងារមួយគឺភ្ញៀវគាត់យក speaker អានេះគឺ speaker Bluetooth ដែលគាត់យកមកដូរគូតសារអានេះរុន USB សម្រាប់សារថ្មវាអានេះជា USB ស៊េរីចាស់ឯងតែគាត់អ្វីដែលគាត់ត្រូវការមួយនេះចង់ឲ្យយើងនឹងដូរវាទៅជាប្រភេទជា Type C វិញយើងមើលចំពោះការងារនេះរឿងចាប់តិចទេព្រោះដោយសារតែរុនប្រភេទ Type C វាធំជាងអានេះអញ្ចឹងតម្រូវឲ្យយើងធ្វើការឆាបដើម្បីកែតម្រូវខាងក្រៅហ្នឹងឲ្យវាត្រូវជាមួយនឹង Type C វិញចំពោះការងារដំបូងយើងត្រូវការដោះខ្សែវាសិនខ្សែវាមានច្រើនដែរអានេះប្រភេទជាគេហៅថាខ្សែសោតាន់ណាដែលទូលវីសម្រាប់ទូរស័ព្ទហ្នឹងគឺដោះអត់កើតទេយើងមើលទៅគឺអត់ដូចជាខ្សៅធម្មតាហ្នឹងទេតែដល់អីទេព្រោះអាហ្នឹងខ្ញុំវាមានដែរសម្រាប់ដោះហ្នឹងអូខេបន្ទាប់ពីយើងដោះខ្សៅចេញអស់ហើយនេះគឺជារូបរាងខាងក្នុងរបស់វា speaker នេះមើលទៅថ្មវាធំដែរចំពោះការងារបន្ទាប់យើងត្រូវការមុខខ្សៅនេះចេញដើម្បីយក board ហ្នឹងដើម្បីផ្លុំយកដាក់គូតសាកថ្មីហើយចំពោះនេះគឺជាក្របសាកថ្មរបស់វាអានេះក្របចាស់វាអានេះប្រភេទជា micro ធម្មតានេះយើងប្រើខ្សែ micro ធម្មតាដើម្បីសាកថ្មហ្នឹងហើយឥឡូវហ្នឹងគឺម្ចាស់ហ្នឹងគាត់ក៏មិនចង់ឲ្យប្រើហ្នឹងទេដែរគាត់លោថាវាងាយបាក់ខ្ញុំមិនដឹងថាយ៉ាងម៉េចដែរតែធ្វើម៉េចក៏ព្យាយាមតាមអ្វីគាត់ចង់បានទៅយើងមើលទៅចំពោះគ្រាប់ Type C គឺដាក់រុនចាស់ហ្នឹងដាក់ចូលទេហើយយើងតម្រូវឲ្យយើងឆាបដើម្បីឲ្យវាធំជាងមុនបន្តិចទើបដាក់គ្រាប់ហ្នឹងចូលហើយចំពោះការឆាបនេះគឺបែបហ្នឹងឯងដោយសារតែយើងប្រើ motor នេះគឺវាងាយស្រួលដែរគ្រាន់តែកែកុនតិចតួចគឺអាចដាក់ចូលបានហើយអូខេយើងមើលទៅវាល្មមហើយចំពោះការឆាបគឺតែប៉ុណ្្នឹងឯងយើងមើលទៅវាល្មមហើយវាអត់ត្រូវការធ្វើអីទៀតទេខាងចំពោះស្បកខាងក្រៅហ្នឹងគឺយើងកែកុនតែប៉ុណ្្នឹងឯងអានេះចំពោះខាងក្នុងនេះខ្ញុំបានផ្សារវាជាប់ជាមួយនឹងជើងបតហ្នឹងឯងហើយប្រកាសថាវារឹងមាំមិនងាយបាក់ហើយនឹងដាច់ម្ដងទៀតបន្ទាប់ពីធ្វើការតេស្តសាកល្បងពីរដងទៅហើយយើងប្រកាសថាវារឹងមាំជាប់ល្អហើយក៏រៀបចំវាដាក់ចូលក្នុងអឺប្រអប់វាដូចដើមវិញអូខេឥឡូវយើងមើលគឺយើងបានកែហើយគឺស្អាតទេហើយចំពោះការឆាបហ្នឹងក៏អប់ល្អដែរវាអត់មានប្លុកហោអ្វីដែលធំជាងឬក៏ទូជាងឥឡូវនេះខ្ញុំសាកល្បងសាកថ្មដើម្បីឲ្យប្រកាសថាវាអត់មានបញ្ហាអីលើក្រោយនេះមិនទៅគឺវាចូលធម្មតាហើយចំពោះការងារយើងគឺចំពោះការងារគឺប៉ុណ្្នឹងឯងហើយនឹងធ្វើការតេស្តស្ដាប់ពីរដងទៅក៏យើងគិតថាវាអូខេហើយអូខេសម្រាប់ការងារយើងគឺតែប៉ុណ្្នឹងឯង